សួស្តីបងប្អូននៅវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការប្រើប្រាស់ tool មួយទៀតដែលមានឈ្មោះថា Spot Heading Brush Tool ថាតើ Spot Heading Brush Tool ហ្នឹងគឺជា tool ដែលគេប្រើប្រាស់ដើម្បីអីតើមុខងារវាល្អប៉ុណ្ណាខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថា tool Spot Heading Brush Tool ហ្នឹងគឺជា tool មួយដែលល្អបំផុតណាហើយគឺជា tool ដែលគេប្រើប្រាស់សម្រាប់នៅក្នុងការដកមុននៅអុចតូចៗអីហ្នឹងគឺងាយស្រួលមែនតើអញ្ចឹងមកក្រុម Spot Heading Brush Tool ហ្នឹងគឺប្រើប្រាស់មុខងារសម្រាប់ក្នុងការសម្អាតសម្រាប់ការធ្វើឲ្យសាច់របស់យើងមានលក្ខណៈម៉ត់ស្អាតម្ដងអូខេអញ្ចឹងដើម្បីដំណើរការ tool លើកបានគ្រាន់តែខ្ញុំយកម៉ៅមកដាក់នៅលើ tool ហ្នឹងហើយមានពាក្យថា Spot Heading Brush Tool ដែល shortcut របស់វាគឺអក្សរ J អញ្ចឹងនៅក្នុងហ្នឹងក៏វាមាន tool 3ទៀតដែរអញ្ចឹងខ្ញុំសូមលើកឡើងអំពី Spot Heading Brush Tool មុនសិនអញ្ចឹងខ្ញុំធ្វើការ open រូបភាពមួយដើម្បីបង្ហាញបងប្អូនរូបមួយនេះអញ្ចឹងដើម្បីបញ្ជាក់ថាតើ Spot Heading Brush Tool នេះគេប្រើប្រាស់ដើម្បីអីហើយវាមុខងារវាគឺល្អដើម្បីម៉េចគឺខ្ញុំគ្រាន់តែ zoom ចូលទៅក្នុងរូបភាពនេះទៅបន្ទាប់មកខ្ញុំនឹងឃើញមានមុនមាន spot មានអីតូចផងគាត់ឥឡូវខ្ញុំចង់ឲ្យវា full screen បន្តិចខ្ញុំចុចអក្សរ F ដើម្បីឲ្យវា full screenអូខេអញ្ចឹងនៅខាងលើថ្ងាសរបស់គាត់នេះគឺមានដូចជាមុនតូចមួយនេះមុននេះអញ្ចឹង Spot Heading Brush Tool នេះជា tool ដែលងាយស្រួលសម្រាប់ក្នុងការដកមុនចេញគ្រាន់តែខ្ញុំយក brush របស់ខ្ញុំហើយខ្ញុំ zoom វាឲ្យមកល្មមទៅក្នុងមុនហ្នឹងហើយខ្ញុំ click អញ្ចឹងវានឹងបាត់ឲ្យឯងតែម្ដងខ្ញុំធ្វើម្ដងទៀតខ្ញុំធ្វើតតែវាអស់មុនតែម្ដងនៅខាងក្រោម click អូខេខ្ញុំគិតថាពេលនេះខ្ញុំសម្អាតបានល្អហើយមកគាត់គឺចាប់ផ្ដើមអស់មាននៅមុនហើយអញ្ចឹង Spot Heading Brush Tool ហ្នឹងគឺគេប្រើប្រាស់សម្រាប់មុខងារបែបនេះគឺវាងាយស្រួលមែនតើនៅក្នុងការឲ្យយើងដកមុនខ្ញុំគិតថាបងប្អូននឹងអាចសិក្សាមកនៅខ្លួនឯងអំពី create texture proximity ឬក៏ content aware ហ្នឹងគឺបងប្អូនអាចតេស្តមើលដោយខ្លួនឯងគឺថាខ្ញុំដាក់ថាឧទាហរណ៍ថាខ្ញុំដាក់ proximity ហើយខ្ញុំ click អញ្ចឹងវានឹងបង្កើតនៅលក្ខណៈមួយដែលមិនមានលក្ខណៈស្អាតទេខ្ញុំយក create textureវានឹងធ្វើឲ្យមានជា texture ដែរប៉ុន្តែ texture ហ្នឹងវាអត់សមទេវាគ្រាន់តែយកដូចជាក្រដាសពណ៌មួយដែលរបៀបជាពណ៌សាច់របស់យើងហើយយកមកដាក់ចូលទេ content aware ខ្ញុំ click មកចឹងវានឹងព្យាយាមរកនៅកន្លែងណាដែលមានសាច់ប្រហែលទៅនឹងកន្លែងដែលខ្ញុំបានឆូតយកចេញគឺវានឹងដាក់ចូលតែម្ដងប៉ុន្តែវាមានលក្ខណៈអត់ល្អទេនៅពេលដែលខ្ញុំប្រើប្រាស់ tool មួយនេះព្រោះថា tool មួយនេះគឺជា tool ដែលគេប្រើប្រាស់សម្រាប់ក្នុងការដកមុនទេដើម្បីឲ្យរូបទៅជាធម្មតាវិញខ្ញុំចុច F12 អញ្ចឹង tool Spot Heading Brush Tool គឺមានការប្រើប្រាស់តែប៉ុណ្្នឹងទេអរគុណច្រើន